មិនថានៅទីណាអ្នកត្រូវធ្វើជាមនុស្សមានទឹកចិត្តល្អមនុស្សល្អឬមិនល្អវាមិនមែនវាស់គ្នាដែលរូបសម្បត្តិក្រឬមាននោះទេគឺត្រូវវាស់គ្នាដោយទឹកចិត្តវាស់ដោយការប្រព្រឹត្តត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមកដោយសេចក្តីមេត្តាគឺសេចក្តីស្រឡាញ់រាប់អានគ្នានឹងគ្នាពេលណាឃើញអ្នកដទៃក្រលំបាកជាងយើងអ្នកចូលជួយសង្គ្រោះប្រកបដោយទឹកចិត្តអាណិតអាសូរកុំសម្លុតកំហែងអ្នកដែលក្រីក្រលំបាកនោះឡើយបើយើងមិនឲ្យទៅជាទានខ្លះយើងកុំគួរស្ដីបន្ទោសថាឲ្យគ្នានាំឲ្យតែបាក់ទឹកចិត្តព្រោះជំងឺបាក់ទឹកចិត្តនេះហើយអាចធ្វើឲ្យគិតខ្លីមរណាប្រហារជីវិតរបស់ខ្លួនក៏ថាបានដូច្នេះការរស់នៅរបស់មនុស្សគ្រប់គ្នាបើឃើញអ្នកដទៃមានទ្រព្យសម្បត្តិច្រើនជាងយើងចូលកុំច្រណែននឹងគេចូលមើលអ្នកដែលក្រជាងយើងផងគឺមានច្រើនណាស់ចូលត្រេកអរជាមួយនឹងអ្នកដែលមានជាងយើងរស់នៅជាមនុស្សត្រូវប្រកាន់ខ្ជាប់ឧត្តមភាពនៃជីវិតឲ្យសមជាមនុស្សត្រូវស្គាល់ហេតុនិងមិនមែនហេតុស្គាល់បុណ្យបាបគុណទោសបើមានកំហុសតិចតួចលើកលែងអធ្យាស្រ័យឲ្យគ្នាទៅកុំប្រកាន់ច្រើនអីនាំតែមានកម្មពៀររងាប់ដោយការមិនចងពៀរ